ព្រះសង្ឃ5អង្គនឹងវត្តសំរងលើត្រូវបានផ្សឹកនឹងប្រគល់ឲ្យសមត្ថកិច្ចក្រោយរកឃើញមានសារធាតុញៀនបាត់ដំបងព្រះសង្ឃចំនួន5អង្គគង់នៅសំរោងលើស្ថិតក្នុងភូមិសំរោងឃុំឈ្នល់មន់ស្រុកកោះក្រឡខេត្តបាត់ដំបងត្រូវបានអនុវត្តវិធានការផ្សឹកនិងប្រកួតជូនសមត្ថកិច្ចក្រោយការធ្វើទឹកទឹកនោមរកឃើញមានសារធាតុញៀនក្នុងខ្លួនប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី18ខែមិថុនា2026បន្ទាប់ពីអាជ្ញាធរមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបងបានចុះស្រាវជ្រាវនិងពិនិត្យជាក់ស្ដែងក្រោយមានការផ្សព្វផ្សាយវីដេអូតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងព្រះសង្ឃមួយអង្គដែលត្រូវគេចោទប្រកាន់ថាមានសកម្មភាពចាក់សាក់លើរាងកាយស្ត្រីយោងតាមលទ្ធផលនៃការត្រួតពិនិត្យព្រះសង្ឃចំនួន5អង្គត្រូវបានរកឃើញមានសារធាតុញៀនរួមមានតៅសុផាតចានឌីណាយួនមករាវ៉ាត់សវណ្ណនិងកែសុកហេងក្នុងប្រតិបត្តិការដដែលសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន3កញ្ចប់ស្រាថ្នាំ2ដបព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនក្រោយបញ្ចប់ការប្រើប្រាស់និងពិនិត្យព្រះសង្ឃទាំង5អង្គត្រូវបានផ្សឹកស្របតាមវិន័យសង្ឃមុនប្រកួតជូនអធិការដ្ឋាននគរបាលស្រុកកោះក្រឡដើម្បីបន្តនីតិវិធីច្បាប់អាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថានឹងបន្តស្រាវជ្រាវនិងអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះរបបល្មើសដែលប៉ះពាល់ដល់សន្តិភាពសង្គមនិងកិត្តិយសភាពរបស់ព្រះពុទ្ធសាសនាចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ